កូនម៉ែជាទីស្រឡាញ់ម៉ែមានពាក្យខ្លះចង់និយាយជាមួយកូនសម្លាញ់ទោះជារវល់យ៉ាងណាក៏កូនគួរតែចំណាយពេលបន្តិចស្ដាំម្ដាយព្រោះវាមានសារៈសំខាន់ណាស់សម្រាប់ជីវិតកូនទាំងអស់គ្នាសម្រាប់ម៉ែគ្រាន់តែចង់បំពេញនៅកាតព្វកិច្ចជាម្ដាយល្អរបស់កូនតែប៉ុណ្ណោះជាម្ដាយល្អដែលចង់ឃើញកូនរុងរឿងថ្លៃថ្នូរសុខភាពរៀបសារជាមនុស្សល្អក្នុងសង្គមនិងទទួលបាននូវភាពជោគជ័យក្នុងជីវិតអ្វីត្បិតបើម៉ែរៀនមិនសូវបានពងខ្ពស់តែម៉ែបានឆ្លងកាត់នៅរសជាតិជីវិតច្រើនបែបច្រើនយ៉ាងហើយអ្វីដែលម៉ែទទួលបានគឺបទពិសោធន៍នៃជីវិតដ៏ពិតប្រាកដមួយម៉ែបានឆ្លងកាត់នៅមាគ៌ាជីវិតនេះមុនកូនដូច្នេះម៉ែបានសម្លឹងឃើញនៅផ្លូវជោគជ័យនិងផ្លូវបរាជ័យនេះច្បាស់លាស់ណាស់ទោះជាក្នុងឆាកជីវិតម៉ែមិនបានទទួលនៅភាពជោគជ័យអ្វីមួយជាធំដុំដើម្បីបង្ហាញនៅកូនក៏ដោយតែទាំងអស់នេះគឺជាអ្វីដែលម៉ែឆ្លងកាត់យ៉ាងហោចណាស់ក៏ម៉ែអាចប្រាប់កូនបានថាផ្លូវនេះល្អកូនគួរដើរហើយផ្លូវនេះមិនល្អកូនមិនគួរដើរដែរម៉ែសូមរំលឹកបន្តិចចុះមុននឹងកូនមានថ្ងៃនេះអង្គុយនៅទីនេះតើកូនដឹងដែរឬទេថានរណាទៅនៅពីក្រោយនៃភាពអាត់កំបាំងទាំងអស់នេះកូនសម្លាញ់នោះគឺពុកនិងម៉ែជាការពិតពុកនិងម៉ែត្រូវឆ្លងកាត់នៅការលំបាកនិងឧបសគ្គច្រើនណាស់ដើម្បីឲ្យកូនគ្រប់គ្នាបានរស់រានមានជីវិតជីវ៉ាដូចគេឯងម៉ែត្រូវចំណាយពេលពោផ្ទៃពី9ខែទៅ10ខែមិនមែនមានតែប៉ុណ្្នឹងទេគឺម៉ែត្រូវតមចំណីគ្រប់យ៉ាងឯអិរិយាបថទាំង4ក៏ត្រូវសង្រួមខុសធម្មតាហើយត្រូវហូបថ្នាំល្វីងជូរចត់ជាប្រចាំទៀតផងឆ្លងកាត់ដំណាក់កាលទី1នេះម៉ែត្រូវប្រឈមមុខនឹងដំណាក់កាលទី2បន្តទៀតនោះគឺថ្ងៃប្រសូតនេះជាដំណាក់កាលដ៏គ្រោះថ្នាក់បំផុតក្នុងឆាកជីវិតរបស់ម៉ែព្រោះវាដូចជាការផ្សងព្រេងធ្វើដំណើរកណ្ដាលមហាសមុទ្រសាគរដែលសម្បូរទៅដោយខ្យល់ព្យុះសត្វក្រពើនិងសត្វសាហាវដតីផ្សេងទៀតម៉ែគ្មានជំរឿសទេព្រោះជាច្បាប់ធម្មជាតិពិតអ្នកណាប្រើឲ្យម៉ែស្រឡាញ់កូនចង់បានកូនមកធ្វើអ្វីតែបើកូនដឹងទេថាស្ត្រីណាក៏ដូចជាស្ត្រីណាដែរក្រោយរៀបអាពាហ៍ពិពាហ៍ប្រសិនបើគ្មានកូនជីវិតគឺដូចជាមានតែសម្បកកាយហើយគ្មានវិញ្ញាណដូច្នោះឯងតើនឹងមានតម្លៃអ្វីទៅពិតណាស់អ្វីដែលម៉ែនិយាយទៅនៅពេលនេះកូនអាចមិនទាន់យល់តែថ្ងៃណាមួយកូននឹងយល់មិនខានគឺនៅថ្ងៃដែលកូនคล้ายជាម្ដាយឪពុកគេវិញម្ដងហើយអ្វីដែលម៉ែរំលឹកកូននៅពេលនេះមិនមែនព្រោះម៉ែចង់រំលឹកគុណខ្លួនឯងដើម្បីទទួលបាននូវការតបគុណអ្វីមួយពីកូនមកវិញនោះទេម៉ែគ្រាន់តែចង់ឲ្យកូនដឹងពីទំហំចិត្តស្រឡាញ់របស់ម៉ែចំពោះកូនតែប៉ុណ្ណោះម្យ៉ាងទៀតមិនមែនបង្កើតហើយក៏បោះបង់ចោលឯណាពុកនិងម៉ែត្រូវទទួលភារៈចិញ្ចឹមបីបាច់ថែរក្សាកូនទំនុកបម្រុងកូនគ្រប់បែបយ៉ាងតាមឋានៈនិងសមត្ថភាព
ទោះជាពុកនិងម៉ែក្រក៏ដោយតែពុកនិងម៉ែគឺបានបំពេញនៅតួនាទីទាំងអស់នេះដោយអស់ពីចិត្តពីថ្លើមតែម្ដងហើយម៉ែក៏សុំទោសកូនផងដែរប្រសិនបើម៉ែចិញ្ចឹមកូនមិនបានល្អទំនុកបំរុងមិនបានគ្រប់គ្រាន់ដោយអ្វីដែលកូនចង់បានតាមពិតទៅក្នុងចិត្តរបស់ម៉ែក៏មិនសប្បាយចិត្តប៉ុន្មានដែរការកូននៅងាម៉ែនិងពុករបស់កូនសប្បាយចិត្តឥតឧបមាហាត់ថាបីបំថ្នមថែទោះរុយចុកស្រពោនក៏ឥតគុណនេះគឺព្រោះតែក្តីស្រឡាញ់ម៉ែពុកអោបថើបកូនតាំងពីក្បាលរហូតដល់ចុងជើងប្រទិញចុះប្រទិញឡើងដោយចំរៀងបំពេដែលម៉ែមិនធ្លាប់រៀនពីមុនមកកូនដឹងទេថាពេលនោះម៉ែពុកសប្បាយចិត្តប៉ុណ្ណាសប្បាយចិត្តរហូតដល់ភ្លេចអស់នៅការនឿយហត់គ្រប់បែបយ៉ាងលែងមានការចុកស្រពោនលែងឈឺចាប់លែងងងុយដេកលែងមានក្តីខ្ជិលច្រអូសព្រោះតែកម្លាំងចិត្តគឺមានវត្តមានកូនសម្លាញ់របស់ម៉ែកូនគិតទៅមើលសំបីទឹកនោមទឹកលាមករបស់កូនដែលជុះលើរាងកាយរបស់ម៉ែក៏ម៉ែមានអារម្មណ៍ថាដូចជាធម្មតាដែរហើយកន្ទោបដែលប្រឡាក់លាមកនឹងទឹកម៉ូតនោះគឺពុករបស់កូនយកទៅបោកសម្អាតនិងលាងជម្រះដោយគ្មានការធ្វើរអាវអ្វីសោះនេះគឺព្រោះតាកូនជាកូនរបស់ពុកម៉ែជាសាច់ឈាមពិតដែលម៉ែពុកបង្កើតមកហើយស្រឡាញ់ស្មើជីវិតមិនចង់ឲ្យឃ្លាតទៅណាឆ្ងាយឬត្រូវអន្តរាយដោយសត្រូវណាមួយមកយាយីបៀតបៀនកូនសម្លាញ់របស់ម៉ែឡើយតើកូនដឹងដែរឬទេមួយថ្ងៃពុកនឹងម៉ែលំបាកប៉ុណ្ណាទ្រាំតែនឹងរកប្រាក់បាន10000ឬ20000រៀលហើយត្រូវបែងចែករំលែកជាច្រើនមុខដូចជាថ្លៃអាហារហូបចុកថ្លៃសម្លៀកបំពាក់ថ្លៃរបស់ប្រើប្រាស់របស់កូនប្រចាំថ្ងៃនិងថ្លៃចំណាយដទៃផ្សេងជាច្រើនទៀតមានដូចជាបញ្ហាសុខភាពជាដើមហើយអ្វីដែលសំខាន់បំផុតនោះគឺការចំណាយទៅលើថ្លៃសិក្សារបស់កូនម្ដាយទោះជាលំបាកយ៉ាងណាក៏ដោយក៏ម៉ែពេញចិត្តដែរព្រោះម៉ែស្រឡាញ់កូនចង់ឲ្យកូនរុងរឿងដូច្នោះហើយបើកូនអាណិតម៉ែស្រឡាញ់ម៉ែចូលកូនសម្លាញ់ប្រឹងប្រែងឲ្យមែនទេណាកូនមាសម្ដាយទុកថាជាការតបនឹងតម្លៃនៃការលះបង់របស់ពុកនិងម៉ែតែខំប្រឹងគ្រប់យ៉ាងដើម្បីកូនម៉ែគ្មានចង់បានអ្វីក្រៅអំពីចង់ឃើញកូនមានចំណេះដឹងមានការងារល្អធ្វើហើយទៅថ្ងៃមុខកូននឹងមិនលំបាកដោយពុកនិងម៉ែទៀតទេបើទោះបីជាអ្វីគ្រប់យ៉ាងដែលម៉ែលើកយកមកនិយាយនេះមើលទៅដូចជាលំបាកណាស់ក៏ដោយតែបើប្រៀបនឹងការងារមួយទៀតជាកាតព្វកិច្ចទី2ដែលពុកនិងម៉ែត្រូវចំណាយធ្វើចំពោះកូនការងារទាំងអស់ខាងលើនេះគឺនៅចាត់ទុកថាជាការងារងាយស្រួលនៅឡើយការងារដែលម៉ែចង់និយាយនោះគឺបានដល់ការងារអប់រំបន្ទុំនិស្ស័យកូនឲ្យក្លាយជាមនុស្សល្អក្នុងសង្គមនេះជាអ្វីដែលម៉ែព្រួយបារម្ភបំផុតពេញមួយជីវិតហើយក៏ជាប្រធានបទដែលម៉ែទៅលើកយកមកនិយាយនិងសូមឲ្យកូនចំណាយពេលស្ដាប់ម៉ែនៅថ្ងៃនេះផងដែរកូនសម្លាញ់អំឡុងពេលរស់នៅជាមួយពុកម៉ែ
យ៉ាងណាក៏ជីវិតបានកក់ក្ដៅខ្លះដែរព្រោះមានពុកនិងម៉ែជាទីពឹងពេលមានទុក្ខពុកនិងម៉ែព្រមដាក់ខ្លួនដាក់ប្រាណទៅជាមួយដោះស្រាយពុកនិងម៉ែព្រមធ្វើជាកងការពារជាធនាគារជាគ្រូពេទ្យជាគ្រូបង្រៀនជាខ្ញុំបម្រើជាត្រែជាពូកជាខ្នើយជាបង្គន់និងជាអ្វីៗគ្រប់យ៉ាងដែលកូនត្រូវការគ្មានការបង្ខិតបង្ខំទេគឺពុកនិងម៉ែព្រមស្ម័គ្រចិត្តធ្វើដោយខ្លួនឯងតែម៉ែសូមប្រាប់កូនថាចំពោះអ្នកដទៃគឺមិនដូចគ្នាឡើយហើយមិនយូរមិនឆាប់កូននឹងបែកពីម៉ែពុកទៅគឺទៅរស់នៅជាមួយនឹងអ្នកដទៃទាំងអស់នោះពេលនោះបញ្ហាក្នុងជីវិតរបស់កូនក៏កាន់តែធំទៅហើយទាមទារឲ្យកូនមានបញ្ញាវិចារណញ្ញាណនិងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីអាចដោះស្រាយបញ្ហាទាំងអស់នោះបានហើយអាចរស់នៅដោយចុះសម្រុងក្នុងសង្គមជាមួយនឹងគេឯងដោយងាយស្រួលជាការពិតម៉ែមិនចង់ឲ្យកូនគិតអ្វីវែងឆ្ងាយឡើយគ្រាន់តែចង់ឲ្យកូនសម្លាញ់ទុកពេលគិតនៅអ្វីដែលជាបច្ចុប្បន្នភាពនៃជីវិតនេះតែប៉ុណ្ណោះនោះគឺអ្វីដែលកូនត្រូវជួបប្រសពចំពោះមុខរាល់ថ្ងៃត្រូវព្រមទទួលយកនិងដោះស្រាយដោយសន្តិវិធីតាមគន្លងព្រះធម៌ដែលជាពាក្យព្រាងប្រដៅរបស់ព្រះសម្មាសម្ពុទ្ធកូនម្ដាយជាទីស្រឡាញ់មេរៀនដែលម៉ែនឹងបង្រៀនកូននៅពេលនេះគឺជាមេរៀនដែលចេញអំពីបទពិសោធន៍ពិតៗរបស់ម៉ែទោះមិនមែនជាបញ្ញាញាណពងពោះតែគឺជាមេរៀនដំបូកជំនួយដែលមិនអាចខ្វះបាននិងសំខាន់បំផុតសម្រាប់ជីវិតកូនហើយឧត្តមគតិទាំងអស់នេះក៏ជាមេរៀនដែលម៉ែបានទទួលពីតានិងយាយរបស់កូនមកដែរជាពិសេសជាឧត្តមគតិដែលកើតចេញអំពីព្រះពុទ្ធសាសនាព្រោះគ្រួសារយើងជាត្រកូលពុទ្ធសាសនាកូនមាសម្ដាយឥឡូវនេះកូនធំដឹងក្តីហើយគោលគឺកូនអាចស្ដាប់ដឹងនៅអ្វីដែលម៉ែនិយាយកូនម៉ែកូនត្រូវជាក្មេងល្អណាស់ចូលស្ដាប់បង្គាប់ពុកម៉ែហើយត្រូវចេះសម្អាតខ្លួនឲ្យបានស្អាតនិងមានអនាម័យផងណាបើកូនស្មុករោគថ្ងៃណាមួយរោគនោះនឹងមកយាយបៀតបៀនរាងកាយកូនមិនខានសុខភាពល្អរាងកាយមាំមួនធ្វើឲ្យគូក្បាលថ្លាល្អគិតអ្វីក៏ងាយឃើញរៀនអ្វីក៏ឆាប់ចាំធ្វើអ្វីក៏ប្រកបវិជ្ជាងាយនឹងទទួលបាននូវភាពជោគជ័យហើយសម្រេចដល់គោលដៅពេលម៉ែមិននៅផ្ទះកូនកុំដើរលេងផ្ដេសផ្ដាសឆ្ងាយផ្ទះសបែងកុំលេងទឹកស្ទឹងអូអណ្ដូងស្រះឬត្រពាំងក្រែងរោគលង់ទឹកឬទៅជាកើតជំងឺដំកាត់ផ្សេងកុំឡើងដើមឈើខ្ពស់ក្តីទៀបក្តីធ្លាក់មកអាចគ្រោះថ្នាក់ទៅជាបាក់ដៃបាក់ជើងคล้ายជាជនពិការមួយជីវិតចូលកូនកុំលេងរបស់មួយចំនួនដូចជាកំបិតពូថៅឬគ្រឿងប្រហារផ្សេងនិងកុំដើរលេងពោះកាលវេលាកុំមានដៃមានជើងទៅបេះបោចដំណាំឬកាន់យកទ្រព្យអ្នកដទៃដោយគេមិនបានអនុញ្ញាតឲ្យត្រឹមត្រូវម្យ៉ាងទៀតចូលកូនកុំទម្លាប់លេងច្រើនហើយបង្កចំនួនឆ្លោះគ្នាជាទម្លាប់មិនល្អឡើយបើកូនវាយគេនឹងវាយកូនវិញចូលកូនមានការអត់គុណខ្ពស់បើមាននរណាធ្វើអីឲ្យកូនខឹងកុំបណ្ដោយតាមកំហឹងនោះកំហឹងនាំមកឲ្យកូនមានកំហុស
កូនកុំទម្លាប់ជេរប្រមាថមិត្តភក្តិឬនរណាក៏ដោយកុំហៅគេឯងមីងដាច់សាច់ឬជេរប្រតិចដល់មរាយឪពុកគេក៏ត្រូវមានការកិត្តិយសសម្រាប់គ្រួសារគេហើយយើងក៏ត្រូវការកិត្តិយសសម្រាប់គ្រួសារយើងដែរកូនម្ដាយជាទីស្រឡាញ់ចូលកូនជាមនុស្សសន្តោសនោះគឺទម្លាប់ប្រើរបស់ឲ្យមានប្រយោជន៍កុំប្រើគ្រាន់តែដើម្បីស្អាតលយឬសង្ហាព្រោះថាភាពស្អាតភាពលយឆាយឬសង្ហាគ្រាន់តែជាលម្អខាងក្រៅប៉ុណ្ណោះឯលម្អខាងក្នុងគឺបានដល់ការដល់អំពើល្អជាដើមចូលកូនកុំទម្លាប់អួតរបស់ទាំងអស់នោះពេកមានដូចជាសម្លៀកបំពាក់ល្អរបស់ប្រើប្រាស់ថ្លៃនាឡិកាទូរស័ព្ទដៃទំនើបព្រោះក្រៅអំពីនាំឲ្យគ្រោះថ្នាក់ដល់ជីវិតវាក៏ធ្វើឲ្យយើងคล้ายទៅជាមនុស្សអំនួតខុសតម្រាគ្មាននរណាគេសរសើរឡើយមានតែពេបមាត់ឬសើចចំអកឲ្យតែប៉ុណ្ណោះម្យ៉ាងទៀតបើថ្ងៃណាមួយបែរជាយើងគ្មានរបស់ទាំងអស់នោះទេវានឹងធ្វើឲ្យយើងបាក់ទឹកចិត្តមានអារម្មណ៍អៀនខ្មាស់ហើយជាទីបំផុតរស់នៅដោយគេចមុខពីអ្នកដទៃផងទាំងពួងក្នុងសង្គមបីបើមនុស្សក្នុងសង្គមគេឲ្យតម្លៃលើសម្ភារៈនិយមហើយគេតែងតែសរសើរក៏ដោយក៏របស់ទាំងអស់នោះជារបស់មិនថិតថេរពិតប្រាកដដោយគុណធម៌ដែលមានតម្លៃជានិច្ចនិរន្តរ៍នោះទេនៅក្នុងដំណាក់កាលនោះវាប្រហែលជាលំបាកបន្តិចហើយគោលគឺទាមទារឲ្យកូនមាននៅសេចក្តីអត់ធន់ពងពោះបន្ថយមានអ្នកដាក់ខ្លួនសុភាពរៀបសារឧស្សាហ៍ព្យាយាមធ្វើដោយយកចិត្តទុកដាក់ចូលកូនចាំទុកថាបើមិនលំបាកក៏មិនហៅថាជាបទពិសោធន៍ដែរគ្មានការលំបាកគ្មានឡើយបទពិសោធន៍គ្មានបទពិសោធន៍ធ្វើដូចម្ដេចនឹងស្ទាត់ទៅហើយធ្វើដូចម្ដេចនឹងអាចឈានទៅរកភាពជោគជ័យបានដូច្នេះខណៈពេលដែលលំបាកចូលកូនគិតថានេះជាសេចក្តីផ្ដើមនៃភាពជោគជ័យកូនសម្លាញ់ជីវិតគឺមានអត្ថន័យស្មើនឹងពាក្យថាលំបាកព្រោះជីវិតគឺផ្ដើមចេញអំពីពាក្យថាលំបាកដែលព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់សម្ដែងថាទុក្ខហើយពាក្យថាទុក្ខក៏គ្មានអ្វីក្រៅអំពីពាក្យថាលំបាកនេះឡើយទុក្ខក្តីលំបាកក្តីគឺជារសជាតិពិតនៃជីវិតជាសច្ចធម៌ជាគូក្រងមិនអាចខ្វះបានដែលធម្មជាតិបានបង្កើតមកហើយទាមទារឲ្យយើងខំប្រឹងស្វះស្វែងរកនៅចម្លើយដើម្បីដោះស្រាយនៅបញ្ហាទាំងអស់នោះនេះក៏មិនខុសអ្វីពីជំងឺដែលរាល់តែអ្នកជំងឺទាំងឡាយត្រូវតែស្វែងរកថ្នាំដើម្បីព្យាបាលនិងខានមិនបានដូច្នោះដែរការសិក្សាអំពីបញ្ហាជីវិតគឺខុសអំពីការសិក្សាទូទៅព្រោះការសិក្សាបញ្ហាជីវិតគឺត្រូវសិក្សាពេញមួយជីវិតគោលគឺសិក្សានិងតាមដានដោះស្រាយបញ្ហារហូតដល់ដំណាក់កាលចុងក្រោយគឺដង្ហើមលែងដករាងកាយលែងកម្រើកលែងមានសកម្មភាពលើសពីនេះទៅទៀតយើងនឹងនៅតែបន្តសិក្សានិងដោះស្រាយនៅបញ្ហាទាំងអស់នោះរហូតដល់ជាតិបន្តទៀតដល់រាបណាក្រសែនៃកិលេសនិងកម្មមិនតន់រលត់ពិបាកនៅតែបន្តវិលវល់អន្ទោលទៅមកគឺបន្តកើតស្លាប់កើតម្ដងហើយម្ដងទៀតជានិច្ចជានិរន្តរ៍ឥតមានឈប់ឈរហើយមានតែអំពើល្អប៉ុណ្ណោះដែលជាតម្លៃពិតនៃជីវិតនេះដែលអាចជួយឲ្យបដិសន្ធិថ្មីបានល្អប្រសើរជាងមុនហេតុអ្វីចាំបាច់ត្រូវធ្វើអំពើល្អហេតុអ្វី
ចាំបាច់ត្រូវខ្លាយជាមនុស្សល្អសំណួរនេះបើទោះបីជាគ្មាននរណាហើបមាត់សួរក៏ដោយក៏ក្នុងចិត្តមនុស្សភាគច្រើនតែងតែសួរជានិច្ចចំពោះខ្លួនឯងហើយអាចសង្កេតតាមរយៈទង្វើគោលគឺការប្រព្រឹត្តជាប្រចាំថ្ងៃរបស់មនុស្សគ្រប់គ្នាមនុស្សសឹងតែទូទៅមិនចូលចិត្តប្រព្រឹត្តអំពើល្អនោះទេហើយធាតុអាក្រក់របស់មនុស្សជាទូទៅមានតាំងពីកំណើតគ្រាន់តែថាតិចឬច្រើនតែប៉ុណ្ណោះហេតុអ្វីមនុស្សមិនចូលចិត្តប្រព្រឹត្តអំពើល្អព្រោះគេយល់ថាអំពើល្អធ្វើឲ្យខាតបង់ធ្វើឲ្យគេចាញ់ប្រៀបអ្នកដទៃធ្វើអ្វីមិនទាន់ពេលជាទូទៅគឺអស់ច្រើនជាងបានហើយចំពោះការងារវិញបើត្រង់ពេកប្រហែលជារោគអង្គច្រកឆាំងមិនបានឡើយសម្រាប់ម៉ែយល់ឃើញផ្ទុយពីគេព្រោះតាំងពីម៉ែធំដឹងក្តីមកមិនដែលឃើញអ្នកណាប្រព្រឹត្តអំពើអាក្រក់ត្រូវបានគេលើកតម្កើងបំពាក់ងារឬស័ក្តិឬជូនប័ណ្ណសរសើរថាជាមនុស្សអាក្រក់ហើយប្រកាសឲ្យមនុស្សគ្រប់គ្នាគោរពបូជានោះទេឃើញតែមនុស្សល្អប៉ុណ្ណោះក៏អាចខ្លះដែរចំពោះមនុស្សអាក្រក់ដែលប្លន់ខ្លួនជាមនុស្សល្អព្រោះដោយយកប្រាក់យុស័ក្តិនិងតំណែងមកពាំងរារាំងភាពអាក្រក់របស់ខ្លួនតែចូលកូនសម្លាញ់ចាំទុកថាអំពើអាក្រក់ក្តីល្អក្តីសឹងកើតពីចេតនាកាលបើចេញជាសកម្មភាពទៅហើយទោះជាកាយក្តីវាចាក្តីដោយហើយទៅសំបីត្រឹមតែគិតក្នុងចិត្តក៏អាចធ្វើឲ្យកើតទៅជារីករាយឬសៅហ្មងហើយភាពរីករាយឬសៅហ្មងនេះហើយដែលធ្វើឲ្យចម្រើននឹងវិញ្ញាណដូច្នេះចង់ឬមិនចង់អំពើអាក្រក់នៅតែជាអំពើអាក្រក់អំពើល្អនៅតែជាអំពើល្អមិនអាចប្រកែកបានទេទោះជាសម្ដែងឬមិនសម្ដែងព្រោះគ្រប់យ៉ាងស្ថិតនៅក្នុងច្បាប់ធម្មជាតិមួយវិញទៀតកូនសម្លាញ់អំពើដែលកូនធ្វើនៅទៅហើយអាក្រក់ឬល្អទោះជាគ្មាននរណាដឹងក៏ដោយតែកូនខ្លួនឯងគឺជាអ្នកដឹងច្បាស់ណាស់បើជាអំពើអាក្រក់ចិត្តរបស់កូនរមែងក្តៅក្រហាយស្ដាយក្រោយដូចច្រេះកើតចេញអំពីដែករមែងស៊ីនៅដែកនោះវិញបើជាអំពើល្អចិត្តរបស់កូនរមែងស្រស់ថ្លានិងរីករាយមានមោទនភាពចំពោះខ្លួនឯងព្រោះមិនបានសាងភាពក្តៅក្រហាយឲ្យដល់អ្នកដទៃណាម្នាក់ហើយអំពើល្អនេះក៏នឹងជួយដល់សុខភាពផ្លូវកាយរបស់កូនផងដែរនោះគឺធ្វើឲ្យឈាមរត់បានល្អចង្វាក់បេះដូងដើរស្រួលសរសៃប្រសាទស្រឡះល្អមានភាពរឹងប៉ឹងនិងជឿជាក់លើខ្លួនឯងក្រៅពីនេះមនុស្សម្នាទាំងឡាយក៏ស្រឡាញ់ចូលចិត្តមានតែមនុស្សល្អដូចគ្នាប៉ុណ្ណោះមកស្វាគមន៍ជាមួយតែសូមឲ្យអំពើល្អរបស់កូនជាអំពើល្អពិតប្រាកដមិនមែនគ្រាន់តែជាការសម្ដែងនោះទេមានមាសប្រាក់បណ្ដាស័ក្តិកុំកើនតែបើគ្មានអំពើល្អនោះថ្ងៃណាមួយជីវិតកូននឹងត្រូវអន្តរាយតែបើមានអំពើល្អទោះមានទ្រព្យសម្បត្តិឬលាភយុះបណ្ដាស័ក្តិក៏ជីវិតនៅតែចាត់ថាជាជីវិតល្អប្រសើរហើយនៅថ្ងៃមុខជីវិតក៏កាន់តែរុងរឿងទៅជានិច្ចកូនសម្លាញ់ទ្រព្យសម្បត្តិលាភយុះបណ្ដាស័ក្តិទាំងឡាយដែលកើតអំពីអំពើល្អគឺជារបស់ពិតប្រាកដដែលកូនត្រូវទទួលយកដោយខានមិនបានតែបើក្រៅពីនេះចូលកូនកុំទទួលយកឡើយព្រោះថាជាភ្លើងជារបស់ក្តៅជារបស់អន្តរាយកូនត្រូវជ្រើសរើសយកនៅជនល្បីណាម្នាក់តែពូកែមានសមត្ថភាពខ្ពស់ឆ្លាតវាងវៃនិងជាមនុស្សល្អមកធ្វើជាគំរូសម្រាប់ខ្លួនហើយរៀនសូត្រយកបទពិសោធន៍និងភាពជោគជ័យរបស់បុគ្គលទាំងអស់នោះប៉ុន្តែកូនត្រូវទម្លាក់ចោលនៅមេរៀនដែលជាចរិតមិនល្អរបស់បុគ្គលទាំងអស់នោះចេញដោយបុរាណសុភាសិតបាននិយាយទុក
មកថាពុតគ្រូកុំត្រាំច្បាប់គ្រូឲ្យយកពុតគឺមាយាទអាក្រក់ឯច្បាប់គឺជាតម្រាចរិយាថ្លៃធ្នូរបស់លោកគ្រូកូនសម្លាញ់ចំពោះបុគ្គលដ៏អស្ចារ្យបំផុតដែលតានឹងយាយពុកនឹងម៉ែជាពិសេសពូពូជពងវងតកូលគ្រួសាររបស់យើងធ្លាប់តាំងទុកជាគ្រូប្រចាំរហូតមកនោះគឺព្រះពុទ្ធព្រះបរមគ្រូជាម្ចាស់ព្រះអង្គជាបរមគ្រូនៃអំពើល្អយុត្តិធម៌និងសន្តិភាពក្នុងសង្គមចូលកូនក្រាបថ្វាយបង្គំនមស្ការព្រះអង្គឲ្យបានជារៀងរាល់ថ្ងៃធ្វើសមាធិអប់រំចិត្តរងាប់ចិត្តបាបអកុសលដើម្បីទទួលបាននូវសេចក្តីសុខចម្រើននិងសុភមង្គលនៅក្នុងចិត្តនៅក្នុងគ្រួសារហើយទេវតានឹងតាមថែរក្សាទេវតាគឺគ្មានអ្វីក្រៅអំពីអំពើល្អដែលកូនបានធ្វើនោះឡើយព្រោះមានតែទេវតាគឺអំពើល្អនេះទេដែលនៅជាមួយនឹងយើងរហូតដល់ទៅខ្លះជាតិកំណើតទៅទៀតក៏ជាប់ទៅជាមួយនឹងយើងដែរកូនសម្លាញ់ម្ដាយមនុស្សល្អជាមនុស្សដែលចេះចែករំលែកដល់អ្នកដទៃដើម្បីរស់ផងគឺមិនរស់តែឯងនៅក្នុងភាសាពុទ្ធសាសនាលោកហៅថាទានប្រែថាឲ្យកូនឲ្យរបស់ណាដែលកូនចង់ឲ្យទោះតិចក្តីច្រើនក្តីចូលឲ្យដោយទឹកចិត្តដ៏បរិសុទ្ធឲ្យចំពោះអ្នកណាក៏ដោយជាមនុស្សឬជាសត្វព្រោះការឲ្យជាមុនស្នេហ៍ដល់ពុកែស័ក្តិសិទ្ធិជាមង្គលជាមុនអាគមគាថាណាទាំងអស់ពុកម៉ែចិញ្ចឹមកូនក៏សង្គ្រោះចូលទៅក្នុងពាក្យថាទានហើយកូនចិញ្ចឹមពុកម៉ែវិញដោយកតញ្ញូកតវិធីក៏សង្គ្រោះចូលទៅក្នុងពាក្យថាទាននេះដូចគ្នាដែរលើសពីនេះទៅទៀតស្វាមីភរិយារកស៊ីចិញ្ចឹមជីវិតគ្នាបងប្អូនឬសាច់ញាតិជួយសង្គ្រោះគ្នាដោយហើយទៅសំបីតែការលក់ទិញឬដោះដូររបស់របរគ្នាទៅវិញទៅមកប្រកបដោយធម៌ក៏មិនបោកបញ្ឆោតគ្នាក៏ឈ្មោះថាជាទានដែរដូច្នេះទានគឺជាធម៌ដ៏មានសារៈសំខាន់សម្រាប់សង្គមដែលត្រូវសង្គ្រោះគ្នាសង្គមណាគ្មានទានទេសង្គមនោះនឹងអន្តរាយព្រោះមានតែការលោភលន់កេងប្រវ័ញ្ចនិងឆបោកគ្នាធ្វើបាបបាត់បង់នៅទំនុកចិត្តរវាងគ្នានឹងគ្នាទៅវិញទៅមកទ្រព្យសម្បត្តិឬលុយកាក់គឺជារបស់ដែលរកបានមកដោយក្តីលំបាកដូច្នេះគ្រប់គ្នាតែងស្រឡាញ់ទ្រព្យសម្បត្តិឬលុយកាក់ទាំងអស់នោះពូលគឺមិនចង់ឲ្យបាត់បង់ឡើយទោះក្នុងស្ថានភាពបែបណាក៏ដោយនៅក្នុងន័យនេះម៉ែចង់ប្រាប់កូនថាក្រៅពីឲ្យទានចូលកូនកុំចង់បានទ្រព្យរបស់អ្នកដទៃទោះជាក្នុងន័យណាសុំក្តីព្រោះថាវាជាទម្លាប់អាក្រក់ហើយបើជ្រុលដល់ថ្នាក់លួចទៀតនោះគឺជារឿងអាក្រក់បំផុតចូលកូនសម្លឹងទ្រព្យសម្បត្តិអ្នកដទៃទុកដូចជាដុំថ្មឬដុំដីគ្មានប្រយោជន៍នឹកឃើញដល់ការលំបាកដែលអ្នកដទៃប្រឹងប្រែងរកហើយចាត់ទុកថាការមិនកាន់យកទ្រព្យសម្បត្តិអ្នកដទៃគឺជាការអនុគ្រោះដល់ម្ចាស់ទ្រព្យបើគេភ្លេចកូនក៏បីជួយរក្សាឲ្យបើគេជ្រុះក៏បីជួយរើសទុកហើយបើគេផ្ញើគឺជួយទុកដាក់មើលថែការពារឲ្យបានល្អបំផុតក្នុងនាមជាអ្នកជួយយកអាសាគ្នាទៅវិញទៅមកកូនមាសម្ដាយពាក្យកុហកមនុស្សគ្រប់គ្នាមិនចូលចិត្តនោះឡើយបើទោះបីជាមនុស្សដែលតែងតែកុហកអ្នកដទៃអ្នកដែលចូលចិត្តកុហកនោះមិនចូលចិត្តឲ្យអ្នកដទៃមកពូលពាក្យកុហកខ្លួនឯងនោះដែរដូច្នេះចូលកូនកុំជាមនុស្សកុហកព្រោះក្រៅតែពីអ្នកដទៃស្អប់ក៏អាចធ្វើឲ្យកូនបាត់បង់នៅទំនុកចិត្តពូលគឺលែងមានអ្នកទុកចិត្តជឿជាក់លើរូបកូនតទៅទៀត
បើគេលែងជឿទុកចិត្តហើយជីវិតរបស់កូនក៏នឹងត្រូវបរាជ័យទាំងស្រុងព្រោះកូននឹងត្រូវប្រឈមមុខបាត់បង់ការងារមិត្តសម្លាញ់និងសាច់ញាតិល្អដោយហើយសូម្បីតែក្នុងគ្រួសារក៏លែងមានភាពកក់ក្ដៅដែរដូច្នេះចូលកូនទម្លាប់និយាយពាក្យសច្ចៈទៀងត្រង់ដើម្បីឲ្យសង្គមជឿជាក់លើរូបកូនអាចមិនទុកចិត្តចំពោះសង្គមបានតែកូនត្រូវតែធ្វើឲ្យសង្គមជឿជាក់លើកូនសម្លាញ់ម្ដាយចូលកូនជាមនុស្សមាននៅមេត្តាចិត្តចំពោះសពសត្វទូទៅគឺមិនចំពោះតែមនុស្សដែលកូនស្រឡាញ់នោះទេទោះជាមនុស្សដែលកូនស្អប់ឬស្អប់បំផុតក៏ដោយព្រោះបើកូនមានសមត្ថភាពមានមេត្តាចិត្តទេនោះចិត្តកំហឹងការចងអាឃាតនិងគំនុំគុំគួនច្បាស់ជានឹងមកជំនួសហើយពេលនោះចិត្តរបស់កូនរមែងក្តៅក្រហាយដេកមិនលូបក់មិនលះហើយឈរមិននឹងដើរឬអង្គុយក៏មិនសុខស្ងប់ម្លោះហើយអ្នកដែលទទួលរងគ្រោះពិតប្រាកដគឺកូនខ្លួនឯងទៅវិញទេម្យ៉ាងទៀតបើកំហឹងនេះកើតឡើងខ្លាំងហើយកូនមិនអាចទប់កំហឹងនោះបានចិត្តបាបនោះនឹងបញ្ជាកូនឲ្យនិយាយស្ដីអសុរោះឬកើតជាកាយប្រទុះបៀតបៀនអ្នកដទៃឬអាចដល់ថ្នាក់សម្លាប់ពីនោះលើសពីបំផ្លាញសេចក្តីសុខផ្លូវចិត្តក៏នឹងធ្វើឲ្យកូនមានទោសបីក្នុងសង្គមហើយអាចទៅជាពាវេរាចងគំនុំគុំគួនគ្នាព្រោះអ្នកដទៃក៏គេមានសាច់ញាតិស្រឡាញ់និងបារម្ភរក្សាដោយកូនអញ្ចឹងដែរចូលប្រៀបធៀបជីវិតគេមកនឹងជីវិតយើងសាច់ញាតិគេនិងសាច់ញាតិយើងសេចក្តីសុខគេសេចក្តីសុខយើងសេចក្តីទុក្ខគេសេចក្តីទុក្ខយើងពេលនោះកំហឹងក៏នឹងคล้ายមកជាមេត្តាសត្រូវក៏នឹងคล้ายទៅមកជាមិត្តអពមង្គលក៏នឹងคล้ายទៅជាសុភមង្គលមិនខានកូនត្រូវសេពគប់មិត្តល្អមិត្តស្មោះត្រង់មិត្តដែលចេះជួយគ្នាក្នុងគ្រាអាសន្នមិត្តដែលមិនដឹកនាំកូនទៅរកផ្លូវខុសហើយតែងតែជួយរំលឹកកូននៅពេលដែលកូនធ្វើអ្វីខុសមួយមិនមែនគ្រាន់តែស្វែងរកមិត្តល្អមកសេពគប់ប៉ុណ្ណោះនោះទេកូនខ្លួនឯងក៏ត្រូវតែជួយជាមិត្តល្អរបស់គេវិញដែរគឺត្រូវជួយណែនាំជួយយកអាសាគ្នាទៅវិញទៅមកព្រមទាំងដោះដូរគំនិតល្អឲ្យគ្នាព្រោះចំណេះដឹងគឺគ្មានព្រំដែនឡើយអ្វីដែលយើងមិនចេះមិត្តភក្តិរបស់យើងអាចចេះចូលកូនដាច់ខាតកុំស្ដាយមិត្តអាក្រក់ចូលនៅឲ្យឆ្ងាយពីពួកគេទាំងអស់នោះបើកូនដឹងខ្លួនថាមិនអាចកែប្រែចរិតអាក្រក់របស់គេបានព្រោះបើទុកយូរទៅជាតិអាក្រក់នោះក៏នឹងឆ្លងមករកកូនមិនខានដូចកលដើមមណ្ឌលពេជ្រដុះលាយដើមស្វាយដូច្នោះបើមិនប្រញាប់កាប់ចោលនោះទេផ្លែស្វាយក៏នឹងคล้ายល្វីងដូចមណ្ឌលពេជ្រអញ្ចឹងដែរកូនត្រូវរៀកជៀសវាងឲ្យផុតនៅអបាយមុខទាំងឡាយមានដូចជាស្រីស្រាលបែងដែលជាមេបង្កអន្តរាយដល់គ្រោះថ្នាក់បំផុតកូនចូលរក្សានៅសិល5ដែលជាមេរៀនសិលធម៌ដ៏សំខាន់បំផុតនិងជាថ្នាំការពារនៅជំងឺអបាយមុខនោះគឺបានដល់ការមិនបៀតបៀនជីវិតសត្វដទៃមួយមិនលួចឆក់ប្លន់កឹបកេងស៊ីសំណូកសុកប៉ាន់នៅទ្រព្យអ្នកដទៃនោះមួយមិនប្រព្រឹត្តក្នុងកាមខុសកន្លងមេបាលើកូនប្រពន្ធសាច់ញាតិដែលមិនមែនជាភរិយាឬស្វាមីរបស់ខ្លួនមួយមិននិយាយកុហកបោកប្រាស់ក្រឡុកក្រឡិចមិនស្មោះត្រង់គ្មានសច្ចៈមួយនិងមិនសេពគប់នៅគ្រឿងស្រវឹងមានស្រាបៀរគ្រឿងញៀនទាំងឡាយនោះមួយបើធ្វើបាន
ជីវិតរបស់កូននឹងមានពាក្យថារុងរឿងភ្លឺថ្លាមិនខានដូចកលប្រច័ណ្ឌរុងរឿងកណ្ដាលវងតារាដូចឆ្នោឯងសុជីវធម៌ជាមេរៀនជីវិតមិនអាចខ្វះបានសុជីវធម៌ជាមន្តស្នេហ៍ដ៏ស័ក្តិសិទ្ធិសុជីវធម៌ជាចំណងមេត្រីភាពមានចំណេះដឹងមានយុទ្ធសាស្ត្រកុំថ្កើងមានកេរ្តិ៍ឈ្មោះពីរោះសុសសាយល្បីតោកដីតែបើខ្វះសុជីវធម៌គេហៅថាជាមនុស្សឆ្លើយច្រឡឹសបើដូចនំឥតស្ករគ្មានរសជាតិបរិភោគមិនឆ្ងាញ់ដូច្នោះកូនសម្លាញ់ទោះជាកូនល្អប៉ុណ្ណាលយប៉ុណ្ណាចេះដឹងប៉ុណ្ណាឬមានប៉ុណ្ណាចំណុចមួយដែលមិនអាចខ្វះបានគឺការដាក់ខ្លួនឲ្យទាបជាមនុស្សសុភាពរាបសារចេះលើកដៃគោរពនិងឲ្យលំទោនចំពោះអ្នកនៅជុំវិញខ្លួនតាមឋានៈទូនាទីនិងវ័យរបស់បុគ្គលនោះកូនត្រូវចាំថាការចេះដាក់ខ្លួនគោរពឲ្យតម្លៃដល់អ្នកដទៃគឺជាការលើកតម្កើងខ្លួនឯងដាក់ខ្លួនឯងតែទៀតខ្លួនកូនកាន់តែមានតម្លៃខ្ពស់ដោយបុរាណសុភាសិតខ្មែរយើងលោកបានពោលថាងើបស្គាល់អោនដាក់ក្របុគ្គលដែលកូនត្រូវគោរពបំផុតនោះគឺបានដល់មេត្តាបិតាគ្រូបាធ្យាយព្រះសង្ឃទ្រង់សិលតាជីដូនជីនិងព្រឹទ្ធាចារ្យហើយលើសពីនេះមានស្វាមីភរិយាមិត្តសម្លាញ់និងមេចៅវាយនីជាដើមចូលកូនបំពេញកាតព្វកិច្ចក្នុងនាមជាកតញ្ញូបុគ្គលធ្វើចំពោះបុព្វការីជនកុំថាឡើយមនុស្សសូម្បីតែទេវតាក៏តាមថែរក្សាកូនដែរដោយសុវណ្ណសាមតាបោះជាដើមកូនសម្លាញ់ចូលធ្វើជាមនុស្សមានចិត្តចូលកូនបើកចិត្តឲ្យទូលំទូលាយស្រឡាញ់អ្នកនៅជុំវិញខ្លួនរបស់កូនផ្សាយមេត្តាឲ្យពួកគេហើយជួយសង្គ្រោះពួកគេតាមអ្វីដែលអាចធ្វើទៅបានកុំធ្វើជាមនុស្សអត់ចិត្តឆ្មើកន្ទ្រើងប្រកាន់ឋានៈយុសាសឬត្រកូលចូលដាក់ខ្លួនឲ្យទាបហើយរៀបរាប់អាននិងយកអាសាអ្នកដទៃឲ្យដូចជាសាច់ញាតិរបស់ខ្លួនហើយប្រសិនបើអ្នកទាំងអស់នោះព្រមមកធ្វើជាសាច់ញាតិរបស់យើងអ្នកទាំងអស់នោះហើយគឺជាបងរបងការពារនិងផ្ដល់ភាពកក់ក្ដៅឲ្យយើងកូនសម្លាញ់ទាំងទេទឹកចិត្តល្អសាងមនុស្សទឹកចិត្តល្អសាងសន្តិភាពទឹកចិត្តល្អសាងសាមគ្គីភាពហើយទឹកចិត្តល្អសាងសុភមង្គលក្នុងជីវិតដូចជាជីវិតរបស់កូនជាដើមគឺសាងឡើងដោយទឹកចិត្តល្អរវាងពុកហើយនិងម៉ែអញ្ចឹងឯងចូលកូនធ្វើជាមនុស្សសន្តោសពូលគឺជាមនុស្សចេះល្មមក្រាន់ក្នុងការចាយវាយចូលកូនចាយប្រាក់ឲ្យចំទិសដៅហើយចូលកុំចំណាយទៅលើផ្នែកណាដែលគ្មានប្រយោជន៍ឲ្យសោះចូលកុំទម្លាប់ញ៉ាំអាហារឲ្យសល់ហើយបោះចោលគឺសូម្បីតែសម្លៀកបំពាក់ត្រណត់ជើងនិងរបស់ប្រើប្រាស់ដទៃទៀតក៏ដូច្នោះដែរព្រោះមានអ្នកក្រលំបាកច្រើនណាស់ដែលសំបីត្រឹមតែអាហារបរិភោគឆ្អែតមួយពេលឬសម្លៀកបំពាក់មួយសមរម្យដែលអាចគ្រាន់តែបិទបាំងនៅរូបរាងកាយឲ្យចិត្តក៏គ្មានសំណាងមានផងដែរបើអាចបានចូលកូនសន្សំសំចៃហើយចែករំលែកនៅអ្វីដែលលើសតម្រូវការទាំងអស់នោះជួយអ្នកទាំងអស់នោះនេះជាបារមីដ៏ធំធេងណាស់ជាគន្លងព្រះពោធិសត្វធ្លាប់ធ្វើមកហើយមហាសេដ្ឋីនិងអ្នកល្បីបច្ចុប្បន្នក៏គេនាំគ្នាធ្វើអញ្ចឹងដែរដែលរាល់ការចំណាយធ្វើទាននេះគឺជាអ្វីដែលសល់ពីតម្រូវការរបស់ពួកគេពីការចាយវាយប្រចាំថ្ងៃពីអាហារបរិភោគត្រឹមមួយចម្អែតនិងការមិនខ្ជះខ្ជាយចាយវាយឥតប្រយោជន៍នេះជាមេរៀនដ៏ល្អដែលកូនគួរតែយកមកធ្វើជាគំរូសម្រាប់ជីវិតកូនតទៅកូនសម្លាញ់អ្នកប្រាជ្ញទាំងឡាយលោកតែងយកខ្លួនធ្វើជាទីពឹងសម្រាប់ជននានុជនទាំងឡាយគូគឺចែកចំណេះឲ្យដល់អ្នកដែលល្ងង់ចែកអាហារឲ្យដល់អ្នកដែលគ្មានអាហារ
យកអំណាចយកអំណោយការពីអ្នកស្លូតត្រង់ទាំងឡាយកូនមាសម្ដាយចូលកូនធ្វើការងារប្រកបដោយភាពសុចរិតថ្លៃថ្នូរនិងមានភាពស្មោះត្រង់ហើយដាច់ខាតកុំស៊ីសំណូកសុកប៉ាន់ឬធ្វើការមិនពេញកម្លាំងមិនសមតម្លៃប្រាក់ខែដែលទទួលបានចូលកូនមានស្មារតីទទួលខុសត្រូវឲ្យខ្ពស់ធ្វើការងារដោយហ្មត់ចត់មើងម៉ាត់និងចូលកុំធ្វេសប្រហែសឲ្យសោះចូលចាត់ទុកការងារថាគឺជាជីវិតរបស់ខ្លួនព្រោះតម្លៃការងារគឺជាតម្លៃជីវិតធ្វើការមិនបានល្អឈ្មោះថាធ្វើឲ្យជីវិតមានតម្លៃតែបើធ្វើការបានល្អនោះជីវិតក៏នឹងមានតម្លៃទៅតាមនោះដែរព្រោះមានអ្នកសរសើរលើកតម្កើងនឹងឲ្យតម្លៃព្រមទាំងជាគ្រូជាទីត្រូវការនៃស្ថាប័នការងារទាំងឡាយផងលើសពីនេះចូលកូនបង្កើតនៅសមត្ថភាពឲ្យកាន់តែខ្ពស់រស់នៅកាន់តែថ្លៃថ្នូរយកនិស្ស័យគុណធម៌ជាមាគ៌ាសម្រាប់ជីវិតយកព្រំវិហារធម៌ជាមេត្រីភាពដាក់ខ្លួនឲ្យទាបបន្សាបនៅមានះយកឈ្នះសត្រូវដោយអហិង្សាហើយចម្រើនខន្តីដាច់ខាតកុំបង្កចំនួនព្រោះនាំតែភាពអាម៉ាស់និងខាតបងប៉ុណ្ណោះគ្មានចំណេញអ្វីឡើយកូនមាសម្ដាយរឿងដ៏សំខាន់មួយទៀតគឺជាការរៀបចំជីវិតមានគ្រួសារម៉ែគិតថាគ្រប់គ្នាគ្មាននរណាម្នាក់ពេចផុតឡើយតិចណាស់និយាយដល់ត្រង់ចំណុចនេះម៉ែសូមរំលឹកកូនបន្តិចថាមុននឹងជ្រើសរើសនរណាម្នាក់មកធ្វើជាគូគ្រងចូលកូនគិតពិចារណាឲ្យបានច្បាស់លាស់ម៉ែមិនចង់ធ្វើជាអ្នកបង្កប់បញ្ជាលើជីវិតកូនឡើយតែម៉ែគ្រាន់តែផ្ដល់ជាបទពិសោធន៍ខ្លះៗប៉ុណ្ណោះបើកូនជាកូនស្រីចូលកូនចាំទុកថាមនុស្សប្រុសដែលស្រឡាញ់យើងពិតប្រាកដគឺមនុស្សប្រុសណាដែលឲ្យតម្លៃមកលើយើងនិងគ្រួសាររបស់យើងគេមិនហ៊ានធ្វើអ្វីខុសឆ្គងបំពៀនមកលើយើងឬបបួលយើងប្រព្រឹត្តអំពើអ្វីដែលខុសឆ្គងនោះឡើយគេរមែងឲ្យតម្លៃការសាឡាដែលជាចំណងអាពាហ៍ពិពាហ៍បញ្ជាក់ពីស្នេហាពិតប្រាកដបានន័យថាការព្រមព្រៀងគ្នារវាងមេបាទាំងសងខាងកូនស្រីចូលកូនកុំទម្លាប់ស្លៀកពាក់សម្លៀកបំពាក់ខ្លីៗបង្ហាញសាច់ខ្ចីឲ្យអ្នកដទៃឃើញបីបើគេសរសើរយើងថាស្អាតតែគេមិនឲ្យតម្លៃយើងទេអ្នកខ្លះហ៊ានបំពានលើយើងព្រោះគេមើលឃើញថាយើងជាមនុស្សងាយគោលគឺចិត្តងាយនិស្ស័យងាយគេអាចចោមរោមស្រឡាញ់យើងគឺព្រោះគ្រាន់តែជាការស្រឡាញ់តែបើជ្រើសរើសយកជាភរិយាគេអាចនឹងមិនជ្រើសរើសយកយើងឡើយព្រោះគេត្រូវការមនុស្សល្អមនុស្សដែលគេទុកចិត្តថានឹងស្មោះចំពោះគេដូច្នេះគេអាចស្រឡាញ់កូនត្រឹមតែសម្បកក្រៅតែប៉ុណ្ណោះដោយកលបន្លងក្រេបលំអងហើយចេញដូច្នោះឯងគ្មានកន្លងណាមួយស្មោះត្រង់នឹងផ្កាឡើយចូលកូនស្លៀកពាក់ឲ្យបានសមរម្យត្រូវតាមទីកន្លែងស្ថានភាពនិងកាលៈទេសៈចូលរៀបចំនិស្ស័យចរិតឲ្យបានល្អកុំលេះលោះធ្វើខ្លួនឲ្យដូចជាផ្កាឈូកមួយតោដែលល្អទាំងព្រមទាំងតងទាំងត្របកទាំងស្លឹកបើទោះជាបីជាចេញពីពួកស្អុយយ៉ាងណាក៏ដោយក៏នៅតែស្អាតនិងមានតម្លៃជានិច្ចនៅពេលដែលកូនរៀបចំខ្លួនបានល្អហើយពេលនោះបុរសពិតប្រាកដដែលកូនប្រាថ្នានឹងមករកកូនមិនខាតព្រោះថាកន្លងត្រូវការតែផ្កាចំណែកឯរុយក្បាលគៀវមិនត្រូវការផ្កាឡើយគឺត្រូវការគំរក់តែម្យ៉ាងប៉ុណ្ណោះបើកូនជាផ្កាកន្លងចែកចង់តែបើកូនជាគំរក់គឺរុយចែកចែកសេចក្តីស្នេហាអាចថាជាឱសថទឹកក៏ថាបានថាជាថ្នាំពឹសក៏ថាបាន
ព្រោះលេបត្រូវក៏ធ្វើឲ្យរីករាយលេបខុសក៏ធ្វើឲ្យទុកកង្វល់អំពុលចិត្តអ្នកខ្លះរហូតដល់ថ្នាក់សម្លាប់ខ្លួនទៀតផងចូលកូនម្ដាយប្រុងប្រយ័ត្នឲ្យមែនទែនត្រង់ចំណុចនេះចំពោះសេចក្តីស្នេហានេះអ្វីបើវាអាចជាឱសថទឹកក៏ដោយតែវាមានគ្រោះថ្នាក់ច្រើនជាងសំណាងបើកូនមាននៅសេចក្តីស្នេហាហើយនោះកូនក៏គួរតែត្រៀមខ្លួនដើម្បីជួយចាប់ផងដែរគ្មាននរណាម្នាក់លើលោកនេះស្រឡាញ់កូនជាងម៉ែនិងពុករបស់កូនទេអ្នកផ្សេងគេអាចបោះបង់កូននៅពេលដែលកូនអស់តម្លៃសម្រាប់គេកូនសម្លាញ់ក្នុងប្រសែភ្នែករបស់ពុកនិងម៉ែកូនជាមនុស្សមានតម្លៃបំផុតហើយមានតម្លៃជានិច្ចជានិរន្តរ៍បើថ្ងៃណាមួយគេបោះបង់កូនចោលចូលកូនត្រឡប់មករកពុកនិងម៉ែវិញម៉ែនៅរងចាំកូនជានិច្ចកូនកុំភ្លេចឲ្យសោះថាពុកនិងម៉ែនេះគឺជាទីប្រឹក្សាដ៏ល្អបំផុតជាពេទ្យជាបាលទាំងផ្លូវកាយនិងផ្លូវចិត្តចាំជួយកូនគ្រប់ពេលវេលាដែលកូនមានទុក្ខព្រួយម៉ែនិងពុកសុំតែម្យ៉ាងប៉ុណ្ណោះនោះគឺចូលកូនកុំបោះបង់ខ្លួនឯងចោលកូនម៉ែជាទីស្រឡាញ់ចំពោះស្វាមីឬក៏ភរិយាអ្នកដទៃចូលកូនកុំយកខ្លួនបៀតបៀនឲ្យសោះគឺមានទោសបីក្រៃលែងណាស់មិនថាទោសក្នុងបច្ចុប្បន្នឬប្រាក់លោកឡើយចូលកូនយកខ្លួនឯងធ្វើជាគ្រឿងឧបមាប្រៀបធៀបថាគ្រួសារគេគ្រួសារយើងកូនគេកូនយើងភរិយាគេភរិយាយើងស្វាមីគេស្វាមីយើងគ្រប់គ្នាគឺសុទ្ធតែចង់បាននៅសេចក្តីសុខចម្រើនមានសុភមង្គលនៅក្នុងគ្រួសារមិនបែកបាក់ប្រពន្ធកូនតើនរណាទៅដែលចង់បានការប្រត់ប្រាស់ចង់ឲ្យកូនខ្លាយជាក្មេងកំព្រាអនាថាខ្វះភាពកក់ក្ដៅនោះកូនសម្លាញ់ម្ដាយកុំដោយសារតែសេចក្តីសុខតល់ខ្លួនហើយបែរជាទម្លាប់សេចក្តីទុក្ខព្រួយឲ្យទៅដល់អ្នកដទៃនេះជាអំពើបាបធ្ងន់ធ្ងរណាស់តើកូនដឹងដែរឬទេថាបើកូនហាមចិត្តខ្លួនឯងមិនបានទេនោះវានឹងនាំឲ្យមានផលអាក្រក់ដូចផ្ដេចខ្លះទៅមិនរួចខ្លួនទេកូនសម្លាញ់ការនេះនឹងនាំឲ្យមានពីវិរិយអាចទៅមានគំនុំគុំគួនចង់អាឃាតជាបាតហើយអាចមានរឿងរ៉ាវទៅជាប្តឹងផ្ដាល់នាំបងនៅទ្រព្យសម្បត្តិបាត់បង់កិត្តិយសគ្រួសារត្រូវញាតិគ្រប់គ្នាប្រមាថមើលងាយខ្លាយក្រោយស្លាប់ទៅក៏រមែងធ្លាក់ទៅសោយទុក្ខនរកទៀតផងពិតជាគួរឲ្យខ្លាចខ្លាំងណាស់ដើម្បីហាមចិត្តខ្លួនឯងឲ្យបានចូលកូនសម្លឹងបុគ្គលទាំងអស់នោះថាដូចជាបងស្រីបងប្រុសប្អូនស្រីប្អូនប្រុសឬមាតាបិតារបស់យើងក៏បានហើយបង្កើតឲ្យមាននៅភាពស្និទ្ធស្នាលឬរៀងរាប់អានគ្នាក្នុងនាមជាបងប្អូនជាសាច់ញាតិដែលគួរសង្គ្រោះគ្នាទៅវិញទៅមកដោយព្រមវិហារធម៌តែប៉ុណ្ណោះស្នេហាគឺជាឋានសួគ៌ហើយស្នេហាក៏ជាឋាននរកផងដែរចូលកូនចាំទុកផងណាក្រៅតែពីការមិនប្រព្រឹត្តឆ្គាំឆ្គងចំពោះភរិយាស្វាមីអ្នកដទៃហើយកូនក៏គួរតែធ្វើខ្លួនជាភរិយាស្វាមីល្អផងគោលគឺជាភរិយាស្វាមីដែលមិនខិតក្បត់គ្នាស្មោះត្រង់នឹងគ្នាអនុគ្រោះគ្នាដោយមេត្តានិងករុណាព្រោះមុននឹងចាប់ដៃគ្នាសាងគ្រួសារជាភរិយាស្វាមីគឺចាប់ផ្ដើមដោយសេចក្តីស្រឡាញ់ដូច្នេះហើយចូលកូនរក្សាក្តីស្រឡាញ់នោះឲ្យបានថិតថេរគង់វង្សតទៅបើទុកណាជាមានបញ្ហាអ្វីកើតឡើងក៏ដោយកូនមើលគំរូពុកនិងម៉ែជាដើមពុកម៉ែនៅតែស្រឡាញ់គ្នាអនុគ្រោះគ្នាដោយទឹកចិត្តព្រមវិហារធម៌មិនមែនព្រោះពុកម៉ែមិនចេះឆ្លោះទាស់តែងគ្នានោះទេដោយចានក្នុងរាវអញ្ចឹងនឹងមិនឲ្យឮសំឡេងឯណាបានទេតែដើម្បីសុភមង្គលនៅក្នុងគ្រួសារ
ពុកនឹងម៉ែតែងតែមានសេចក្តីអត់ធន់ជានិច្ចព្រមដោះស្រាយបញ្ហាដោយសន្តិវិធីគោរពគ្នាជាពិសេសពុកនឹងម៉ែបំពេញនៅតួនាទីរបស់ខ្លួនក្នុងភាពជាស្វាមីភរិយារៀងៗខ្លួនហើយបង្កើនក្តីស្រឡាញ់ដោយមិនផ្ដោតចិត្តតែទៅលើរូបសម្បត្តិស្រស់ស្អាតឬទ្រព្យសម្បត្តិមហាសាលនោះទេបើទោះបីជារូបសម្ផស្សប្រែប្រួលគ្រួសារខ្សត់ទ្រព្យសម្បត្តិគ្មានឋានៈយុស័ក្តិនៅក្នុងសង្គមតែចិត្តស្រឡាញ់ភាពកក់ក្ដៅការយកចិត្តទុកដាក់និងការផ្ដល់កម្លាំងចិត្តនៅតែបន្តផ្ដល់ឲ្យគ្នាជានិច្ចនិងរហូតតទៅទាំងអស់នេះហើយតែធ្វើឲ្យពុកនិងម៉ែអាចរស់នៅជុំគ្នាបានយូរអង្វែងរាប់សិបឆ្នាំប្រកបដោយសុភមង្គលកូនសម្លាញ់មានរឿងមួយដែលម៉ែត្រូវប្រាប់កូនដោយខណ្ឌមិនបាននោះគឺអំនួតស្នេហាចូលកូនកុំយកសម្ផស្សរបស់ខ្លួនទៅបោកប្រាស់អ្នកដទៃទាំងដែលកូនមិនស្រឡាញ់គេតែគ្រាន់តែចង់បង្ហាញថាខ្លួនមានមន្តស្នេហ៍មានគេស្រឡាញ់ច្រើនព្រោះខ្លួនសង្ហាឬស្រស់ស្អាតកូនប្រុសបើកូនមិនស្រឡាញ់គេទេចូលកូនកុំតន់តាក់ទងនិយាយកុំចែកចៅឬកុំចំអន់ចំអកដោយអាការៈណាមួយក្នុងន័យស្នេហាធ្វើឲ្យគេលងស្រឡាញ់ហើយបន្ទាប់មកក៏បោះបង់គេចោលរួចទៅបន្តធ្វើដូច្នេះចំពោះស្ត្រីដទៃផ្សេងទៀតឯកូនស្រីបើកូនមិនស្រឡាញ់គេទេចូលកូនឆាប់ពូលប្រកែកចំពោះគេព្រាមទៅចូលកុំផ្ដិតផ្ដាល់ក្តីសង្ឃឹមខ្លែងខ្លាយឲ្យគេហើយហាមដាច់ខាតកុំព្រមស្រឡាញ់គេទាំងដែលខ្លួនមិនស្រឡាញ់គេសោះនោះក្នុងបំណងបោកបញ្ឆោតគេប្រើគេឬដើម្បីផលប្រយោជន៍ណាមួយការធ្វើដូច្នេះវាមិនមែនជាមោទនភាពនោះទេតែវាជាហាយនភាពទៅវិញទេតាព្រោះថាវាបានទៅបំផ្លាញបេះដូងរបស់មនុស្សល្អម្នាក់ទាំងដែលគេនោះបានដាក់ចិត្តមកស្រឡាញ់យើងមានក្តីសង្ឃឹមលើយើងហើយព្រមធ្វើអ្វីគ្រប់យ៉ាងដើម្បីយើងនៅពេលថ្ងៃនោះមកដល់គឺនៅថ្ងៃដែលកូនសារភាពថាកូនមិនស្រឡាញ់គេឬថ្ងៃដែលយើងទៅទទួលយកមនុស្សថ្មីណាម្នាក់ផ្សេងទៀតពេលនោះគេនឹងឈឺចាប់ដោយសារយើងអាចទៅជាទម្លាប់សម្រាប់ខ្លួនឬចងកអាឃាតជាបាតចំពោះរូបកូនវិញអាចធ្វើឲ្យអន្តរាយទាំងសងខាងទាំងរូបគេនិងរូបកូនតែកូនពិតជាសប្បាយចិត្តនិងមានមោទនភាពណាស់ទៅឬនៅពេលដែលបានធ្វើបាបបេះដូងនរណាម្នាក់ឲ្យក្រំគ្រារហូតដល់បាត់បង់ជីវិតនោះបើកូនស្រឡាញ់គេថាស្រឡាញ់ទៅហើយបើកូនមិនស្រឡាញ់គេទេថាមិនស្រឡាញ់ទៅបើទុកជាគេឈឺចាប់ក៏នៅមានទំហំតិចតួចមិនទាន់ធ្ងន់ធ្ងរនៅឡើយដោយដំបៅនៅតូចមិនទាន់คลายហើយងាយនឹងព្យាបាលដូច្នោះឯងពាក្យសង្ខេបមួយម៉ាត់ដែលម៉ែព្យាយាមសរុបសេចក្តីឲ្យកូនងាយស្ដាប់បានងាយយល់នោះគឺកុំមោទនភាពនិងស្នេហាក្រែងទឹកនេត្រាហូរជោគប្រាណកូនសម្លាញ់ក្នុងសង្គមបច្ចុប្បន្ននេះម៉ែមើលឃើញថាជាសង្គមភ្លើតភ្លើនជាសង្គមចូលចិត្តធ្វើអ្វីតាមគ្នាជាសង្គមមួយដែលឲ្យតម្លៃខ្លាំងលើកិត្តិយសកេរ្តិ៍ឈ្មោះនិងទ្រព្យសម្បត្តិមានមនុស្សជាច្រើនបានទម្លាក់ចោលនៅគុណធម៌ដែលជាធម៌គ្រឹះរបស់មនុស្សដោយត្រឹមតែហេតុផលថាដើម្បីទ្រព្យសម្បត្តិលាភយសសក្ការៈឬផលប្រយោជន៍ណាមួយកូនគិតទៅមើលត្រឹមតែទ្រព្យសម្បត្តិក្នុងគ្រួសារដែលជាកេរមរតករបស់មាតាបិតាក៏កូនឆ្លោះដណ្ដើមគ្នារហូតដល់ការកាប់សម្លាប់គ្នាតើវាមិនសាហាវពេកទេឬម៉ែពុកខ្លះត្រូវកូនបោះបង់ចោលក្រោយចែកគេមរតកឲ្យកូនអស់ទៅខ្លះត្រូវបង្ខំចិត្តទៅរស់នៅជាមួយអ្នកដទៃខ្លះដើរសុំទានគេចិញ្ចឹមជីវិត
ឯខ្លះត្រូវសម្រាកសម្រានស្លាប់ទាំងអត់អាហារក្នុងទឹកតោមស្បូវដ៏តូចដែលមានដំបូលធ្លុះធ្លាយតើនេះជាពិភពលោកអ្វីទៅពិភពលោកដែលទំនើបពិភពលោកដែលសម្បូរគ្រប់យ៉ាងពិភពលោកដែលមនុស្សម្នាក់មានទ្រព្យស្មើមនុស្សរាប់ពាន់នាក់តែមានក្តីកំណាញ់ពិភពលោកដែលកូនកើតចេញពីម្ដាយឪពុកមានជីវិតដោយសារម្ដាយឪពុកហើយបែរជាមិនរមើលគុណម្ដាយឪពុកទៅវិញម៉ែមើលឃើញបន្តទៀតថាសង្គមនេះជាសង្គមចូលចិត្តធ្វើអ្វីដើម្បីបង្អួតគ្នាបង្អួតអំណាចបង្អួតទ្រព្យសម្បត្តិកិត្តិយសកេរ្តិ៍ឈ្មោះល្បីរហូតដល់អ្នកខ្លះស៊ូខ្ចីបុលអ្នកដតីដើម្បីទិញសម្ភារៈល្អៗនិងទំនើបយកមកប្រើម៉ែមិនដែលមើលឃើញថាការប្រើប្រាស់របស់ល្អឬរបស់ទំនើបជារឿងមិនល្អនោះទេតែម៉ែគ្រាន់តែគិតថាហេតុអ្វីគ្រាន់តែដើម្បីបង្អួតអ្នកដតីសោះហ៊ានដល់ថ្នាក់ជំពាក់បុលវ័នកទៅហើយតើមិនអាណិតខ្លួនទេឬកូនគិតបន្តិចទៀតទៅមើលសំបីត្រឹមតែការធ្វើបុណ្យក៏គេប្រណាំងប្រជែងគ្នាបង្អួតគ្នាដែរបើធ្វើបុណ្យស្ងាត់កំបាំងមិនប្រកាសផ្សព្វផ្សាយឲ្យគេឯងដឹងអាចទៅជាខឹងសម្បាឡំប៉ាឬមិនព្រមធ្វើតែម្ដងក៏មានកូនម្ដាយចូលកូនចាំទុកថាគុណធម៌គឺជាតម្លៃនៃជីវិតពិតរបស់ខាងក្នុងមិនងាយសាបសូន្យហើយនៅជាប់ជាមួយកូនជានិច្ចទ្រព្យសម្បត្តិលៀបយសជារបស់ខាងក្រៅខ្លួនអាចសាបសូន្យក្នុងមួយកម្រិតនៃតែប៉ុណ្ណោះដូច្នេះចូលកូនខំចម្រើនគុណធម៌ឲ្យបានល្អក្នុងជីវិតជាប្រចាំការធ្វើអំពើល្អទោះជាគ្មានអ្នកណាដឹងគ្មានអ្នកណាសរសើរគ្មានអ្នកណាជួយផ្សព្វផ្សាយឬប្រគល់រង្វាន់លើកទឹកចិត្តក៏ដោយក៏អំពើល្អដែលកូនបានធ្វើហើយនោះនៅតែមានតម្លៃព្រោះតម្លៃពិតនៃអំពើល្អមិនមែនជារបស់ខាងក្រៅទេគឺជារបស់ក្នុងគោលគឺព្រំវិហារធម៌មេត្តាករុណាមុទិតានិងឧបេក្ខាគ្មានលោភៈគ្មានទោសៈគ្មានមោហៈគ្មានកំណាញ់គ្មានការច្រណែនគ្មានអាឃាតព្យាបាទគ្មានការអួតអាងដំឡើងមានះជាដើមគឺមានតែសេចក្តីស្ងប់ក្នុងចិត្តតែប៉ុណ្ណោះកូនសម្លាញ់ហេតុអ្វីសង្គមមួយនេះគឺងាយនឹងរងគ្រោះដោយការបោកបញ្ឆោតខ្លាំងម្ល៉េះនោះគឺផលចំណេញតែងតែធ្លាក់ទៅលើមនុស្សអាក្រក់អ្នកដែលមានអំណាចមានទ្រព្យហើយឯផលខាតវិញតែងតែធ្លាក់ទៅលើមនុស្សល្អអ្នកក្រខ្សត់ឬអ្នកល្ងងខ្លៅជានិច្ចហេតុផលមួយនេះដែលម៉ែមើលឃើញគឺនៅត្រង់សង្គមនេះជាសង្គមដែលជួយចិត្តធ្វើអីតាមគ្នាដោយមិនគិតអំពីហេតុផលល្អអាក្រក់បាបបុណ្យគុណទោសអ្វីឡើយដោយពួកគេដឹងត្រឹមថាសង្គមនេះពេញនិយមអញ្ចឹងសង្គមគេចូលចិត្តអញ្ចឹងគេត្រូវការអញ្ចឹងការនេះវាជារឿងពិតសំបីកូនសម្លាញ់ក៏គង់ដឹងខ្លះដែរចូលកូនសង្កេតបន្តិចទៅមើលនៅក្នុងសង្គមដែលកូនកំពុងរស់នៅនេះកូននឹងឃើញថាបើមនុស្សភាគច្រើនគេចូលចិត្តបុគ្គលណាគ្រប់គ្រងបុគ្គលណាពេញនិយមបុគ្គលណាហើយនោះគេក៏នាំគ្នាផ្អើលចូលចិត្តនិងគ្រប់គ្រងបុគ្គលនោះព្រមទាំងជួយផ្សព្វផ្សាយបុគ្គលនោះទៀតផងដោយគេមិនបានពិចារណារកហេតុផលថាបុគ្គលនោះជាមនុស្សល្អឬអាក្រក់និយាយខុសឬត្រូវគេគ្រាន់តែដឹងថាព្រោះសង្គមគេចូលចិត្តឯខ្លួនខ្ញុំក៏ចូលចិត្តបុគ្គលនោះដូចសង្គមគេអញ្ចឹងដែរដោយហេតុផលនេះហើយទើបសង្គមមួយនេះคล้ายជាសង្គមអវិជ្ជាជាសង្គមដែលគ្មានហេតុផលផ្អើលធ្វើតាមគ្នាទាំងខុសទាំងត្រូវគ្រប់គ្រងកាប់មកធ្វើខុសហើយទើបស្ដាយក្រោយបន្ទាប់មកធ្វើខុសម្ដងទៀតដដែលដូចកំណាព្យក្រំងុយពុលមកថាត្បិតមនុស្សឥឡូវយកខុសជាត្រូវយកឈួតធ្វើជាអំពើអាក្រក់លេក់លក់លីលា
ប្រហើនពីធាអាំងមាសអាំងប្រាក់អាំងព្រឿលអាំងប្រាជ្ញអាំងកោងអាំងកាយអាំងកាប់អាំងចាក់អាំងជើងអាំងដៃអាំងវាយអាំងធាក់អាំងគុកច្រវាក់អាំងម៉ាស៊ីនកាត់កកូនសម្លាញ់អ្វីបើកូនរស់នៅក្នុងសង្គមត្រូវស្របតាមសង្គមតែសង្គមមួយនោះគឺមិនមែនដូចសង្គមដែលម៉ែកំពុងលើកមកនិយាយនេះទេសង្គមនេះគឺជាសង្គមគ្មានគុណធម៌ជាសង្គមចាំតែឲ្យអើតាមគ្នាមានតែការកេងប្រវ័ញ្ចឆោបោកនិងយុះសាសតំណែងវង្វេងនឹងលៀបសក្ការៈធ្វើល្អគ្រាន់តែសំដែងដូចល្ខោនតែនៅពីក្រោយខ្នងបែរជាប្រព្រឹត្តអំពើអាក្រក់គួរឲ្យស្អប់ខ្ពើមនិងខ្លាចរអាកូនសម្លាញ់ម៉ែសង្គមដែលល្អគឺសង្គមមានហេតុផលមនុស្សនិយាយគ្នាដោយចំណេះដឹងមានការគោរពច្បាប់និងមានព្រហ្មវិហារធម៌មិនរាប់អានគ្នាដោយគ្រាន់តែចង់បានផលចំណេញណាមួយរក្សាសច្ចៈកតញ្ញូនិងខន្តីជាប់ជានិច្ចគោលគឺមានភាពស្មោះត្រង់ចំពោះគ្នាមានការអត់ឱនជាមនុស្សកតញ្ញូគឺចេះគោរពផ្ដល់ក្តីស្រឡាញ់ឲ្យដល់គ្នាទៅវិញទៅមកព្រមទាំងចេះកែលម្អគ្នានៅពេលមានកំហុសអ្វីមួយកើតឡើងកូនសម្លាញ់ចង់ឬមិនចង់កូនក៏ត្រូវតែរស់នៅក្នុងសង្គមហើយអើមួយនេះដែរដូច្នេះចូលកូនប្រុងប្រយ័ត្នឲ្យមែនតែនចូលកូនចម្រើននៅយោនិសោមនសិកាឲ្យបានខ្ពស់មុននឹងធ្វើអ្វីមួយកូនត្រូវគិតមុខគិតក្រោយកុំបណ្ដោយចិត្តភ្លឺតភ្លើនតាមកិលេសតណ្ហាកូនត្រូវស្វែងរកមនុស្សល្អមករាប់អានរៀនសូត្រពីលោកពិចារណារកហេតុផលឲ្យច្បាស់លាស់ហើយព្រមដាក់ខ្លួនប្រព្រឹត្តល្អតាមលោកអ្វីដែលកូនមិនគួរភ្លេចនោះគឺមាគ៌ាព្រះពុទ្ធសាសនាជាមាគ៌ាបំបត្តិទុក្ខពិតៗទាំងបច្ចុប្បន្នទាំងបរលោកកូនសម្លាញ់ម៉ែតើកូនធ្លាប់ឮពាក្យថាលោកធម៌ទេលោកធម៌គឺជាធម៌ដែលមានជាប្រចាំសម្រាប់មនុស្សក្នុងលោកនេះគឺមានលៀបគ្មានលៀបមានយុះគ្មានយុះសុខទុក្ខសរសើរនិន្ទាកូនសម្លាញ់ទោះជាកូនធ្វើល្អយ៉ាងណាក៏ដោយក៏ចុងក្រោយផលរបស់ជីវិតនេះរមែងជួបប្រសពនៅលោកធម៌ជានិច្ចគ្មានបុគ្គលណាមួយក្នុងលោកនេះអាចគេចផុតអំពីបានឡើយព្រោះលោកធម៌គឺជាធម៌របស់លោកជាបញ្ញខណ្ឌគ្មានបញ្ញខណ្ឌទើបគ្មានលោកធម៌នៅក្នុងន័យនេះម៉ែចង់ប្រាប់កូនថាបើកូនបានសាងអំពើល្អណាមួយហើយចូលកូនកុំរំពឹងដល់ផលដែលត្រូវតបស្នងមកវិញជាផលតបស្នងដែលកូនគិតថាគួរតែបានយ៉ាងនេះបានយ៉ាងនោះដូចជាពាក្យសរសើរការទទួលបានរង្វាន់លើកទឹកចិត្តឬឡើងឋានៈយុស័កតំណែងរីឯអ្វីដែលកូនសម្លាញ់គូគិតគឺថាតើអំពើល្អដែលកូនបានធ្វើហើយនោះវាល្អបរិសុទ្ធពិតប្រាកដហើយឬនៅឬក៏អំពើល្អនោះត្រឹមតែជាការរំពឹងដល់ផលប្រយោជន៍ណាមួយតែប៉ុណ្ណោះអំពើល្អណាដែលគិតរំពឹងចង់បានតែផលប្រយោជន៍មកខ្លួនអំពើល្អនោះមិនបរិសុទ្ធឡើយមិនយូរឆាប់កូននឹងធុញថប់នឹងការកសាងអំពើល្អព្រោះតែបំណងប្រាថ្នានោះមិនបានសម្រេចមួយទៀតកូនចូលកុំច្រណែនកុំថ្នាំងថ្នាក់ចិត្តនឹងអ្នកដទៃណាដែលមិនល្អដែលធ្វើល្អដាក់កូនមិនយល់ស្របតាមកូនចូលកូនឲ្យអភ័យដល់បុគ្គលទាំងអស់នោះចូលឲ្យអភ័យដោយមេត្តាករុណាមុទិតានិងឧបេក្ខាកូនដឹងទេបើអំពើល្អហើយកូនមានអំនួតនឹងអំពើល្អនោះអំនួតនោះនឹងធ្វើឲ្យខូចតម្លៃនៃអំពើល្អរបស់កូនដែលខំធ្វើមកនឹងធ្វើឲ្យអ្នកដែលនៅជុំវិញខ្លួនកូនមិនព្រមទទួលស្គាល់នៅរាល់អំពើល្អដែលកូនបានធ្វើនោះឡើយកូនម៉ែជាទីស្រឡាញ់នៅពេលនេះម៉ែចង់បដូរប្រធានបទបន្តិច
ហើយប្រធានបទដែលម៉ែចង់និយាយគឺស្ដីអំពីតម្លៃរបស់ជនជាតិសាសន៍មួយតើកូនដឹងឬទេពពកបុរសជំនាន់មុនបានបន្សល់ទុកនៅស្នាដៃយ៉ាងច្រើនសម្រាប់ជំនាញជនជំនាន់ក្រោយក្នុងនោះគឺសុទ្ធសឹងតែជាសម្បត្តិបេតិកភណ្ឌជាតិដ៏មានតម្លៃកាត់ថ្លៃមិនបាននិងសែនមហាអស្ចារ្យបំផុតម៉ែកំពុងតែគិតដោយងឿងឆ្ងល់ថាតើលោកតើអាចទៅរួចទេនៅក្នុងយុគមួយដែលមនុស្សមិនទាន់មានការរីកចម្រើននៅឡើយហើយមិនទាន់មានឧបករណ៍ទំនើបអ្វីបែរជាអាចកសាងនៅសមិទ្ធផលដ៏អស្ចារ្យនឹកស្មានមិនដល់ជាច្រើនសន្ធឹកសន្ធាប់ដូច្នេះសោះទឹកដីព្រៃព្រឹក្សាទន្លេសមុទ្រគិរីបបតាទំនៀមទម្លាប់ប្រពៃណីវប្បធម៌សិលាប្រាង្គប្រាសាទស្អាតល្អរាប់រយពាន់ប្រកបដោយក្បូរក្បាច់រចនាមានសណ្ឋានច្រើនបែបច្រើនយ៉ាងប្លែកពីគ្នាសមិទ្ធផលទាំងអស់នេះគឺបានប្រសូតឡើងដោយទេពកោសល្យដ៏អស្ចារ្យយោនិសោមនសិការនិងបញ្ញាញាណដល់ពងពោះនឹងការអត់ធ្មត់អំណត់តស៊ូព្យាយាមបដូរផ្ដាច់លះបង់សំបីតែជីវិតព្រោះថាក្រៅតែពីការកសាងនៅសមិទ្ធផលទាំងអស់នេះហើយពពកបុរសទាំងឡាយក៏ត្រូវមានកាតព្វកិច្ចថែរក្សាការពារបន្ថែមទៀតផងដែរដើម្បីជៀសវាងនៅការពាធាយីបៀតរបស់ពួកសត្រូវទាំងឡាយដែលជាបច្ចាមិត្តកូនម៉ែដឹងទេពីមួយជំនាន់ទៅមួយជំនាន់ការប្រឹងប្រែងក៏ចេះតែវិវត្តទៅមុខជានិច្ចហើយសមិទ្ធផលដែលជាបេតិកភណ្ឌទាំងអស់នោះក៏ចេះតែកើតឡើងជាហូរហែឯអរិយវប្បធម៌ក៏មានការរីកចម្រើនឥតឈប់ឈរធ្វើឲ្យយើងជាកូនចៅជំនាន់ក្រោយមាននៅមោទនភាពយ៉ាងប្រៃលែងចំពោះជាតិសាសន៍របស់ខ្លួនកូនមាសម្ដាយបីបើជំនាន់ក្រោយកំពុងតែមានមោទនភាពនឹងអ្វីដែលយើងមានក៏ដោយក៏មោទនភាពនេះវាអាចនឹងคล้ายទៅជាអំនួតហើយអំនួតនេះវាក៏អាចនឹងបន្តទៅដល់ការភ្លេចខ្លួនភ្លេចស្មារតីបន្តមកទៀតវានឹងคล้ายទៅជាដំណាក់កាលបាត់បង់មានសល់អ្វីទាំងអស់តែម្ដងដូច្នេះនៅជំនាន់នេះទោះជាជនជាតិយើងឈានមកដល់យុគថ្មីមួយដែលទំនើបក៏ដោយក៏កូនកុំភ្លេចខ្លួនឲ្យសោះនៅកាតព្វកិច្ចថែរក្សាចំពោះអ្វីដែលយើងកំពុងមានក្នុងនាមជាអ្នកបន្តវេនហើយអត្តសញ្ញាណជាតិពិតគឺទឹកដីព្រៃភ្នំសម្បត្តិធម្មជាតិទំនៀមទម្លាប់វប្បធម៌ប្រពៃណីពីដូនតាប្រាង្គប្រាសាទជាពិសេសគឺរូបកូនតែម្ដងដែលតម្រូវឲ្យមានអិរិយាបថសុជីវធម៌សិលធម៌ក្នុងនាមជាជាតិសាសន៍ខ្មែរពូកែសុភាពរៀបសារស្លូតត្រង់រឹងប៉ឹងស្វាហាប់កូនសម្លាញ់ផ្ទះថ្មវិឡាប្រាក់ដុល្លារនាឡិកាឡានទំនើបទូរស័ព្ទដៃនិងសមិទ្ធផលវិទ្យាសាស្ត្រដទៃផ្សេងទៀតដែលកូនកំពុងប្រើប្រាស់រាល់ថ្ងៃវាមិនមែនបេតិកភណ្ឌវប្បធម៌តំណាងឲ្យជាតិសាសន៍ខ្មែរនោះទេកូនប្រើវាបានតែកូនកុំឆ្លក់វង្វេងនឹងវាឲ្យសោះកុំឆ្លក់វង្វេងរហូតដល់ភ្លេចវប្បធម៌របស់ខ្លួនដែលជាដើមកំណើតពិតនៃជីវិតដូនតាពិតជាប្រភពកំណើតពិតរបស់យើងជាជនជាតិខ្មែរហើយដូនតារបស់យើងលោកបានតស៊ូលំបាកលំបិនណាស់ទម្រាំតែសាងជាតិសាសន៍មួយនេះឲ្យកើតឡើងនិងថិតថេរបាន
bà tạ sinh nhàn tiếng óc này bắt bóngនោះជីវិតកូនកូនទាំងអស់គ្នាក៏គ្មានន័យអ្វីដែរជាពិសេសបំផុតនោះគឺជីវិតជាតិសាសន៍ទាំងមូលតែម្ដងព្រោះកូនគ្មានចម្លើយដើម្បីឆ្លើយតបជាមួយនឹងសំណួរមួយចំនួនដែលសួរថាតើអ្នកជាសញ្ជាតិអ្វីមានអត្តសញ្ញាណដូចម្ដេចប្រើភាសាអ្វីមានដើមកំណើតមកពីណាមានទំនៀមទម្លាប់វប្បធម៌ប្រពៃណីដូចម្ដេចខ្លះកូនសម្លាញ់នេះជាភាពអាម៉ាស់បំផុតសម្រាប់ជាតិសាសន៍ពិតប្រាកដមួយដែលគ្មានសមត្ថភាពការពារនៅអត្តសញ្ញាណជាតិរបស់ខ្លួនបានកូនធ្លាប់ឃើញទេក្មេងៗដែលគ្មានម្ដាយឪពុកគ្មានផ្ទះសម្បែងដីធ្លីទ្រព្យសម្បត្តិគ្មានសាច់ញាតិរាប់អានមានត្រឹមតែសម្បកកាយនៅអាស្រ័យនឹងអ្នកផងហើយធ្វើដំណើរទៅណាមកណាតែងតែត្រូវគេជេរប្រមាថមើលងាយហៅអាកូនអត់ម៉ែអត់ឪម៉ែគ្រាន់តែចង់ប្រាប់កូនថាសម្រាប់ជាតិសាសន៍ដែលបាត់បង់អត្តសញ្ញាណក៏ដូចគ្នាអញ្ចឹងដែរគេអាចហៅបានថាជាជនជាតិសាសកំព្រាគ្រួសារមួយដែលមានភាពកក់ក្ដៅគឺជាគ្រួសារដែលមានមាតាបិតាល្អមាតាបិតាមានព្រំវិហារធម៌ល្អចំពោះកូនអប់រំទូមានកូនឲ្យកូនខ្លាយជាមនុស្សល្អធ្វើជាគ្រូល្អជាទេវតាល្អជាព្រំល្អដែលមានការទទួលខុសត្រូវបានខ្ពស់ហើយកូនក៏ជាកូនកតញ្ញូដឹងគុណមាតាបិតាជួយធ្វើការនឹងចិញ្ចឹមបីបាច់ថែរក្សាមាតាបិតាវិញតាមទូនាទីរបស់ខ្លួនជាតិមួយក៏ត្រូវជាគ្រួសារមួយជាតិដែលកក់ក្ដៅគឺជាតិដែលមានមេដឹកនាំល្អប្រកបដោយទស្សពិតរាជធម៌ស្រឡាញ់ប្រជាជននិងទឹកដីព្រមលះបង់សំបីតែជីវិតដើម្បីថែរក្សាការពារនិងអភិវឌ្ឍស្រឡាញ់ប្រជាជនទុកដូចជាកូននិងសាច់ញាតិសង្គ្រោះដោយព្រំវិហារធម៌និងសង្ឃហធម៌ជានិច្ចឯរាខ្លួនឯងក៏មានឆន្ទៈមោះមុតស្វាហាប់ក្លាហានអង្អាចហ៊ានលះបង់នៅសម្បីតែជីវិតការពារជាតិមាតុភូមិរបស់ខ្លួនព្រមគោរពច្បាប់ជាតិនិងចូលរួមសហការជានិច្ចចំពោះការអភិវឌ្ឍទាំងឡាយដើម្បីឲ្យជាតិមួយនេះមានការរីកចម្រើននិងអភិវឌ្ឍទៅមុខជាពិសេសមាននៅសមត្ថភាពសន្តិភាពពិតប្រាកដនោះគឺមានភពចុកគ្រប់គ្រាន់មានស្បៀងសម្លៀកបំពាក់បិទបាំងរាងកាយត្រឹមត្រូវមានការងារធ្វើល្អមានប្រាក់ខែសមរម្យនិងរស់នៅឲ្យមានសិទ្ធិសេរីភាពពេញលេញជាមនុស្សកូនសម្លាញ់មានរឿងច្រើនណាស់ដែលម៉ែចង់និយាយប្រាប់កូនប្រហែលជាមានការធុញទ្រាន់នឹងម៉ែហើយដែលម៉ែនិយាយច្រើនតែម្នាក់ឯងឲ្យកូនស្ដាប់ដោយមិនផ្ដល់ឱកាសសូម្បីតែសាកសួរព្រោះម៉ែគិតថាយើងមានពេលខ្លីណាស់ក្នុងការជួបគ្នាម៉ែរវល់ការងាររបស់ម៉ែឯកូនក៏រវល់ការងាររបស់កូនដូចគ្នាដែរពុំសូវមានពេលជួបគ្នាដូច្នេះហើយទើបម៉ែចង់និយាយឲ្យបានច្រើនបន្តិចនៅពាក្យក្នុងចិត្តរបស់ម៉ែមួយចំនួនជាពាក្យដែលម៉ែគិតថាសំខាន់សម្រាប់កូនហើយម៉ែក៏ព្រួយបារម្ភតែថានៅថ្ងៃក្រោយមិនដឹងថាជាម៉ែមានឱកាសបានមកអង្គុយនិយាយជាមួយកូននៅទីនេះដោយពេលនេះអញ្ចឹងម្ដងទៀតដែរឬទេព្រោះថាជីវិតជាអនិច្ចំទុក្ខំនិងអនត្តានរណាទៅមុនទៅក្រោយមិនទាន់ដឹងណាហើយកូនសម្លាញ់ពេលកាន់តែខ្លីទៅហើយ
ម៉ែនឹងសរុបសេចក្តីនៅអ្វីដែលម៉ែបាននិយាយឲ្យកូនស្ដាប់ទាំងពុតបាននៅថ្ងៃនេះជាដោយខ្លីមកមាន5ចំណុចគឺ1ចូលកូនបំពេញតួនាទីជាកូនល្អរបស់ម៉ែប្រឹងសិក្សារៀនសូត្រឲ្យចេះពិតប្រាកដរកការងារល្អនិងសុចរិតធ្វើសាងសុភមង្គលគ្រួសារនិងជួយចិញ្ចឹមពុកម៉ែនៅពេលដែលពុកម៉ែចាស់ទៅធ្វើការលែងកើតតាមលទ្ធភាពរបស់កូនមួយទៀតចូលកូនជួយរក្សាកិត្តិយសវង្សត្រកូលរបស់យើងឲ្យល្អជាត្រកូលពុទ្ធសាសនាជាពិសេសរក្សាជីវិតកូនដែលជាកេរមរតករបស់ពុកម៉ែផ្ដល់ឲ្យស្ថិតនៅក្នុងមាគ៌ាព្រះធម៌2កូនធ្វើជាសិស្សល្អគោរពគ្រូលោកគ្រូអ្នកគ្រូស្ដាប់ដំបូន្មានរបស់ពួកគាត់ហើយទទួលយកនៅអ្វីដែលពួកគាត់បានបង្រៀនបដិបត្តិអនុវត្តដើម្បីសាងប្រយោជន៍សម្រាប់ជាតិខ្លួនចំណេះដឹងបញ្ញាឲ្យដែលគ្រូបង្រៀនគឺក្នុងបំណងដើម្បីស្វែងរកការងារល្អធ្វើដើម្បីសាងសុភមង្គលគ្រួសារនិងតបគុណសង្គមជាតិវិញ3ចូលកូនធ្វើខ្លួនជាមនុស្សមិត្តល្អរបស់មនុស្សក្នុងសង្គមមានព្រំវិហារធម៌និងសង្ឃៈធម៌ជួយគ្នាទៅវិញទៅមកកុំច្រណែនគ្នានេះគ្នាកុំមើលបំណាំគ្នាកុំបៀតបៀនគ្នាកុំប្រមាថកាត់ទៀនគ្នាព្រោះព្រមសង្គ្រោះគ្នាក្នុងនាមជាមិត្តរួមចិត្តសាសតែមួយ4ចូលកូនគោរពនិងប្រតិបត្តិខ្លួនជាពុទ្ធសាសនិកល្អព្រមដាក់ខ្លួនគោរពតាមព្រះពុទ្ធោវាទរបស់ព្រះពុទ្ធ3ប្រការគឺមិនធ្វើអំពើអាក្រក់មួយធ្វើតែអំពើល្អជានិច្ចនិងសម្អាតចិត្តឲ្យស្អាតភូផង់បរិសុទ្ធមួយ5ចុងក្រោយនេះគឺសំខាន់ខ្លាំងណាស់ចូលកូនធ្វើជាពលរដ្ឋល្អមាននៅមនសិការជាតិគឺស្រឡាញ់និងសាសនាស្រឡាញ់នឹងព្រៃព្រឹកសាភ្នំគិរីបបតាព្រមគោរពនិងចូលរួមថែរក្សានៅទំនៀមទម្លាប់វប្បធម៌ប្រពៃណីប្រាង្គប្រាសាទដែលជាគេដំណើរពុព្វបុរសឲ្យគង់វង្សថិតថេរជានិច្ចនិរន្តររៀងទៅកូនម្ដាយទាំង5ចំណុចនេះជាអ្វីដែលសង្គមជាតិត្រូវការបំផុតចូលកូនខំប្រឹងប្រែងបំពេញឲ្យបានល្អបើថ្ងៃណាមួយពុកនិងម៉ែទាំងពីររូបនេះលាចាកពិភពលោកនេះទៅពុកនិងម៉ែនឹងទៅដោយស្ងប់ចិត្តបំផុតអរគុណកូនទាំងអស់គ្នាដែលចំណាយពេលស្ដាប់ម៉ែស្ដាប់ពាក្យរបស់ម៉ែអរគុណដែលកូនតែងតែងក់ក្បាលទទួលយកនៅអ្វីដែលម៉ែនិយាយម៉ែសង្ឃឹមថាកូននឹងយល់គ្រប់យ៉ាងហើយព្រមទទួលយកទៅអនុវត្តព្រោះនេះជាពាក្យដែលផុសចេញពីបេះដូងរបស់ម៉ែហើយក៏ជាដំណើរឲ្យជីវិតម៉ែទាំងមូលផងដែរម៉ែសូមប្រគល់វាទៅឲ្យកូនទាំងអស់គ្នានេះអាចជាមរតកចុងក្រោយរបស់អស់ហើយកុំធ្វើឲ្យម៉ែអស់សង្ឃឹមណាកូនមាសម្ដាយពីម៉ែមនុស្សម្នាក់ដែលស្រឡាញ់កូនជាទីបំផុតអរគុណម៉ែចំពោះពាក្យពេចន៍ដ៏មានខ្លឹមសារទាំងអស់នេះកូននឹងចងចាំទុកក្នុងចិត្តតទៅ